ភ្ញាក់ផ្អើលប្អូនស្រីបង្កើតមេដែមដាទំលារឿងមានប្រហោងក្នុងនិងបញ្ហាខាតលុយរាប់សិបម៉ឺនដុល្លារបានកើតឡើងចំពោះបងស្រីមហាជននិយមតាមដានបណ្ដាញសង្គមជាពិសេសរឿងរ៉ាវរបស់អ្នកលក់អនឡាញល្បីអ្នកនាងមេដែមដាច្បាស់ជាបានជ្រាបខ្លះមកហើយនៅរឿងរ៉ាវពាក់ព័ន្ធនឹងហិរញ្ញវត្ថុការរកស៊ីរបស់អ្នកនាងរហូតធ្វើឲ្យមហាជនខ្លះបានប្រើពាក្យទៅកាន់នាងថាមានប្រហោងក្នុងយ៉ាងណាមិញស្រាប់តែនៅថ្ងៃទី4 ខែមេសាឆ្នាំ2025នេះគេបានឃើញប្អូនស្រីបង្កើតតែម្នាក់របស់មេដែមដាគឺអ្នកលក់អនឡាញល្បីដូចគ្នាអ្នកនាងមេដែមឆដាក៏បានបង្ហោះសារបង្ហាញអារម្មណ៍និងកោះកាយពីផលវិបាករបស់បងស្រីដែលបានជួបប្រទះកន្លងមកពាក់ព័ន្ធនឹងបញ្ហាលុយកាក់រាប់សិបម៉ឺនដុល្លារមេដែមឆដាបានរៀបរាប់លម្អិតថាមានប្រហោងក្នុងខ្ញុំដឹងថាការផុសនេះប្រកាសជាមានអ្នកពេញចិត្តនិងមិនពេញចិត្តម៉ាដាមដាគាត់មានចំណុចល្អនិងចំណុចអាក្រក់របស់គាត់ទទួលស្គាល់រឿងខ្លះឆ្លាតជ្រុលរឿងខ្លះល្ងងជ្រុលបាត់បង់គ្រប់យ៉ាងតែខ្ញុំសូមលើកពីចំណុចខ្លះនៃរឿងរ៉ាវពិតខ្លះនៃជីវិតដែលគាត់បានជួបដោយការនិយាយបំពេញខ្លះរបស់បងប្អូនមួយចំនួនពិតជាលើសខ្លាំងរហូតបច្ចុប្បន្នគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរលេបថ្នាំរាល់ថ្ងៃមុនពេលកូវីដបញ្ហាផ្ទៃក្នុងក្រុមហ៊ុនមានអ្នកកឹបកេងចំនួនប្រហែល50ម៉ឺនដុល្លារប្តឹងផ្ដាល់អស់ពេលជាយូរសាងសង់អគារផលិត cosmetic នៅប្រទេសថៃត្រូវផ្អាកកំឡុងពេលមានកូវីដមេការសំណងយកថ្លៃសាងសង់រថបណ្ដាក់ទុនធ្វើគ្លីនិកកែសម្ផស្សផ្ទះបូរីជីបម៉ុង3ល្វែងបូកចូលគ្នាដេកូរួចជាស្រេចរួមអសដ្ឋានមួយកន្លែងផ្អាកមិនអាចដំណើរការតម្លៃខ្ពស់ផលិតលេលាបខ្លួនដាកូឡាស៊ីដាទីផ្សារខុសខាតអស់ជិត80ម៉ឺនដុល្លារខំស្ដារទីផ្សារឡើងមកវិញជួល BA ចំណាយប្រហែល2-3ម៉ឺនក្នុងមួយខែលទ្ធផលខាតដើម event ធំតារាបរទេសដូចចេះលុយចោលបែកបាក់គ្រួសារបាត់បង់អារម្មណ៍ក្នុងការគ្រប់គ្រងលុយសល់ប្រហែលតែ20គឺចាយទាំងអស់ដោយគ្មានចំណូលទើបធ្វើឲ្យគាត់ដើរដល់ចំណុចដូចរាល់ថ្ងៃនេះជាយូរមកហើយដែលខ្ញុំសុំមិនបញ្ចេញអ្វីទាំងអស់ព្រោះខ្លាចមនុស្សគេស្អប់និយាយបែបណាក៏ស្អប់តែខ្ញុំសុំចិត្តបងប្អូនចុះព្រោះខ្ញុំមិនចង់បាត់បង់វត្តមានបងស្រីម្នាក់នេះទេរាល់ថ្ងៃសល់តែខ្ញុំម្នាក់ដែលអាចជួយរ៉ាប់រងបន្ទុកខ្លះជំនួសគាត់បានព្រោះមនុស្សល្អដែលនៅជាមួយកំឡុងពេលគាត់មានបានគេរត់ចោលគាត់អស់ហើយហាមយកភពបន្តដោយខុសពីអត្ថបទដើម